រឿងម៉ាកនិងមនុស្សផ្លែលឹកធ្វើដំណើរផ្សងព្រេងទៅកាន់កោះបុរាណកូនឆ្មាតូចពាក់អាវយឺតពណ៌ខ្មៅនិងខោខើប៊ុយពណ៌ខៀវជាមួយនឹងកាបូបស្ពាយដើរលើទូកឈើចាស់ជាមួយមនុស្សផ្លែលឹកទឹកមុខរីករាយជួយរុញទូកចូលទៅក្នុងសមុទ្រដើម្បីចាប់ផ្ដើមដំណើរផ្សងព្រេងរលកបក់បោកទូកយ៉ាងថ្នមខណៈដែលទូកចេញកាន់តែឆ្ងាយពីផ្ទះជាមួយមហាសមុទ្រដ៏ធំធេងមានត្រីលោតលេងតាមផ្ទៃទឹករំពេចនោះមានអាប់ដ៏ក្រាស់មួយរសាត់ផាត់មកធ្វើឲ្យពួកគេមានអារម្មណ៍ថាមានអាចកំបាំងអ្វីមួយស្រមោលចម្លែកផ្លាស់ទីក្នុងអាប់ដោយបង្ហាញពីភាពអស្ចារ្យដែលមិនធ្លាប់បានឃើញពីមុនមកក្រោយពេលអាប់ទោស័តបាត់ទៅកោះដ៏អស្ចារ្យមួយក៏លេចចេញមកទម្រង់ថ្មដ៏អស្ចារ្យនិងរុក្ខជាតិបៃតងខៀវស្រងាត់និងមានរុក្ខជាតិភ្លឺចម្លែកតាមបណ្ដោយច្រាំងកូនឆ្មា Max និងមនុស្សផ្លែលឹកដើរលើវាលដីខ្សាច់ពណ៌មាសទន់ស្ដាប់សំឡេងបក្សាបក្សីហើយមានអារម្មណ៍រំភើបក្នុងចិត្តពេលពួកគេដើរចូលព្រៃអ្នកទាំងពីរឃើញដើមឈើដ៏ធំដោយមានស្លឹកភ្លឺនិងសត្វចម្លែកប៉ុន្តែពួកវារួសរាយរាក់ទាក់ណាស់នៅខាងមុខផ្ទាំងថ្មធំមានកម្ពស់ខ្ពស់ផ្ទៃរបស់វាគ្របដណ្ដប់ដោយលំនាំចម្លែកដែលមើលទៅហាក់ដូចជាពន្លឺអ្វីមួយនិងទឹកជ្រោះហូរពីលើភ្នំដ៏អស្ចារ្យរំពេចនោះមានសត្វចាហួយសមុទ្រមានពន្លឺអន្តែតលើអាកាសសរសៃវែងរបស់វាហាយ៉ាងស្រស់ស្អាតវាបញ្ចេញពន្លឺដ៏ស្រទន់និងស្ងប់ស្ងាត់ក្រោយមកពួកគេបានទៅដល់ទន្លេចម្លែកមួយដែលទឹកមានពន្លឺមានត្រីតូចហែដោយមានពន្លឺចែងចាំងពេលនោះដែលមានភូមិតូចមួយលេចឡើងដែលមានសត្វតូចរស់នៅទីនោះដែលមានភ្នែកធំពួកគេបានស្វាគមន៍អ្នកទាំងពីរយ៉ាងកក់ក្ដៅផងដែរអ្នកទាំងពីរបានរកឃើញដើមឈើដ៏អស្ចារ្យមានមែកដ៏ភ្លឺចែងចាំងរស់វារីករាយប៉ាយនិងមានសត្វតូចសម្រាប់នៅមែករបស់វាផងដែរមានសត្វម្យ៉ាងដ៏ធំសម្បើមរោមមានពន្លឺភ្លឺហើរលេងពាសពេញមេឃស្លាបរបស់វាបានបំភាយនៅលំអងដ៏ភ្លឺចែងចាំងនៅក្នុងព្រៃដ៏ធំនោះដែរអ្នកទាំងពីរបានប្រទះឃើញប្រាសាទថ្មអាតកំបាំងដែលគ្របដណ្ដប់ដោយចម្លាក់បុរាណពួកគេមានអារម្មណ៍ថានេះជាវត្ថុដ៏អស្ចារ្យបំផុតមានអណ្ដើកដ៏ធំដែលគ្របដណ្ដប់ដោយស្លែរំកិលទៅមុខយឺតភ្នែកជ្រៅរបស់វាមានប្រាជ្ញាដឹងអំពីវត្ថុដ៏អស្ចារ្យទាំងនោះពេលថ្ងៃរៀបលិចផ្ទៃមេឃប្រែទៅជាពណ៌ផ្កាឈូកនិងពណ៌ស្វាយដែលឆ្លុះបញ្ចាំងពីទឹកជ្រោះនិងរុក្ខជាតិដែលមានពន្លឺចែងចាំងដោយដួងចិត្តពួកគេពោពេញដោយការចងចាំអ្នកទាំងពីរត្រឡប់ទៅទូកពួកគេដើម្បីត្រៀមទូកត្រឡប់ទៅផ្ទះវិញមហាសមុទ្រស្ងប់ស្ងាត់ឆ្លុះបញ្ចាំងពីផ្កាយរាប់មិនអស់រលកនៃជីវៈពន្លឺបានបំភ្លឺផ្លូវដល់ពួកគេដើម្បីជាការជូនដំណើរពេលរាត្រីរសាត់បាត់ទៅពន្លឺនាពេលព្រឹកព្រលឹមបានរំលេចពណ៌ផ្ទៃមេឃជាពណ៌ផ្កាឈូកនិងពណ៌មាសដោយទឹកសមុទ្រភ្លឺថ្លានិងរលកបក់បោកក្រោយពីការធ្វើដំណើរដ៏យូរអ្នកទាំងពីរបានឃើញស្រុកកំណើតពីចម្ងាយទិដ្ឋភាពនៃភូមិដ៏កក់ក្ដៅរបស់ពួកគេធ្វើឲ្យពួកគេមានអារម្មណ៍ថារំភើបពេលដែលពួកគេឈានជើងទៅមាត់ច្រាំងមិត្តភក្តិអ្នកភូមិបាននាំគ្នាទៅសួរសុខទុក្ខពួកគេហើយពួកគេបានចែករំលែករឿងរ៉ាវនៃការផ្សងព្រេងដ៏អស្ចារ្យរបស់ពួកគេដោយអន្ទះសារពេលព្រះអាទិត្យលិចបាត់ទៅកូនឆ្មា Max និងមនុស្សផ្លែឪឡឹកអង្គុយនៅមាត់ច្រាំងមើលទឹករលកពួកគេញញឹមដោយដឹងថាដំណើរផ្សងព្រេងរបស់ពួកគេនឹងក្លាយជាការចងចាំជានិច្ចសូមអរគុណ